បានសួស្តីបងប្អូនមកមួយមុខនេះជាតិណាបងប្អូនចូលចិត្តណាខ្ញុំបាទមកបងប្អូនណាមិនទាន់ចេះធ្វើឆាមីសួរបងប្អូនបាទបើបងប្អូនណាបងណាចេះឲ្យកុំប្រកាន់អីបងប្អូនធ្វើតាមរបៀបរៀងខ្លួនបាទនេះគ្រឿងក្រែងមានប៉ុណ្ណឹងបងប្អូនមានមីសួរម្រេចបាទមានការ៉ុតមានខ្ទឹមបារាំងបាទជាកដុលមកស្បែកជ្រូកនិងពូសដែកបងប្អូនយើងយកទៅត្រាំទឹកទាំងអស់មកបងប្អូនបាទត្រាំទឹកវាបាទជាកដុលក៏ត្រាំទឹកដែរពូសដែកត្រាំទឹកដីស្បែកជ្រូកខ្ញុំចូលចិត្តស្បែកជ្រូកបាទជាងគេហ្មងបាទការ៉ុតគឺយើងចិត្តហើយយើងចិត្តជាពងកពើចឹងមកបងប្អូនហាន់ទូចឹងមកព្រោះអាហ្នឹងយើងរឹងយើងឆាទៅឆាប់ឆ្អិនជាងគេបងប្អូនណាមួយឲ្យបានសុភនភាពឆារបស់យើងផងបងប្អូនយើងតំណងបាទខ្ទឹមបារាំងគឺយើងទូនឹងដែរបាទគេយឺត្រាំទឹកចោលបងប្អូនបាទហើយយើងវាទុនហើយយើងហាន់ជាទូចឹងមកបងប្អូនបាទយកមកលាងទឹកស្អាតទៀតបងប្អូនបាទលាងទឹកស្អាតនោះតម្រៀបទុកដាក់មួយរុំសិនបងប្អូនវាយគ្រឿងក្រៅហើយបានយើងរៀបចំឆាបាទមានសាច់មាន់មានសាច់ជ្រូក3ជាន់បាទនេះគ្រឿងក្រៅដែលឆាមុនគេគឺខ្ទឹមក្រហមខ្ទឹមសបាទខ្លាញ់ជ្រូកបន្តិចហើយម្រេចបាទឆាវាឈ្ងុយលាយគ្នាមកជាមួយបង្គាយឺទៅបងប្អូនបាទចាក់ជាយឺទៅលីងទៅឈ្ងុយបងប្អូនឈ្ងុយហើយចាំយើងចាក់សាច់នឹងចូលបាទលាងឈ្ងុយសិនបងប្អូនបាទជាមួយនឹងស្បែកជ្រូកយើងមិញហ្នឹងបាទហើយក៏ចាក់សាច់មាន់សាច់ជ្រូកយើងលាយគ្នាមិញចូលមកបាទចាក់ចូលមកទៅលោកទៅលាក់វាឲ្យបានឲ្យចេញជាតិតិចសិនចាំយើងដាក់គ្រឿងក្រៅបងប្អូនបាទដាក់ទឹកស៊ីអ៊ីវមកចាប់មកបាទទឹកត្រីកន្លះកូនចានតិចមកបាទរ៉ូឌីចេងស្ករបាទប្រេងខ្យងបាទតាមចំណង់ចំណូលចិត្តបងប្អូនត្រូវប្រៃឬសាបបងប្អូនបាទហ្នឹងឲ្យយើងប្រៃយើងដិតតិចមកបងប្អូនបានវាដិតជាមួយនឹងមីសួររបស់យើងបាទចាក់មុនគេគឺការ៉ុតមកបងប្អូនមកវារឹងនិយាយគេបាទមកពុះហើយខ្ញុំយើងដាក់ជាកដុលរបស់យើងបើប្រពន្ធខ្ញុំកូនខ្ញុំមកទៅប៉ិនជាកដុលឲ្យបងប្អូនបាទហើយក៏ចាក់ថែមជាមួយនឹងពុះស្បែកជ្រូកយើងមិញបងប្អូនចាក់លីច្បល់ឲ្យចូលគ្នាឲ្យចូលជាតិគ្រឿងរបស់យើងមកបងប្អូនហើយចូលយើងចាក់ខ្ទឹមបារាំងយើងតាមក្រោយពោះខ្ទឹមបារាំងវាទុនជាងគេបងប្អូននៅតាមក្រោយគេចុះហើយចុងក្រោយគេមានមីសួរបងប្អូនបាទយើងចូលគ្រឿងក្រៅហើយយើងចាំដាក់មីសួរយើងមកខ្ញុំជោគលាក់ថតផងជោគចាក់តែឯងបងប្អូនបើសិនមានគ្នាថតយើងប្រើដៃពីរទៅវាឆាប់ចូលជាតិបងប្អូននេះខ្ញុំតែឯងបងប្អូនអើយថតផងជោគចាក់តែឯងផងមកចូលជាតិណាតំណោកបាត់បងប្អូនតំណោកណាស់ហើយកូនខ្ញុំចូលចិត្តណាបងប្អូនបានមកហូបនេះគេធ្វើបាច់បាយក៏បានដែរគេហូបជាមួយមីសួរអញ្ចឹងតម្រូវចិត្តពេញណងគាត់ក៏ធ្វើឲ្យគាត់ហូបទៅបងប្អូនបាទតំណងណាស់ហើយចុងក្រោយភ្លុកល្មមហើយរួយស្លឹកខ្ទឹមមកបងប្អូនអាចចែកចាយកូនអីមួយចានម្នាក់ចានអ្នកទៅបងប្អូនទៅនឹងជូនម្ដាយឪពុកអីបានមួយចានទៀតដែរបងប្អូនបាទតំណងណាស់បងប្អូនអរគុណច្រើនបាទអរគុណ